ប្អូនទាំងអស់គ្នាថ្ងៃនេះដែរនឹងខ្ញុំនឹងមកបង្ហាញពីរបៀបធ្វើទឹកត្រីយើងទុកសម្រាប់ញ៉ាំណាយើងអាចញ៉ាំមីសួរឬក៏ញ៉ាំជាមីកញ្ចប់អីផ្សេងចាហើយគ្រឿងផ្សំរបស់យើងគឺមានតែបន្តិចទេអត់មានច្រើនមកទេចាអត់សាំញ៉ាំទេហើយនេះក្រូចឆ្មានេះខ្ញុំមានចំនួនកន្លះគីឡូហើយម្ទេសក្រហមហ្នឹងម្ទេសហឹលនេះខ្ញុំប្រើចំនួន1ខាំកញ្ច្រាំវាឲ្យម៉ត់ខ្ទឹមសប្រើចំនួន3ដុំធំកញ្ច្រាំវាឲ្យម៉ត់ហើយខ្ទឹមក្រហមយើងប្រើចំនួន2ដុំចាកញ្ច្រាំវាឲ្យម៉ត់ដូចគ្នាហើយចំពោះទឹកត្រីវិញខ្ញុំប្រើចំនួន3វែកសម្លចាយើងប្រើចំនួន3វែកចាស្មានតាមនឹងអញ្ចឹងបងប្អូនហើយនេះគឺជាម៉ាក់ទឹកត្រីដែលខ្ញុំប្រើហើយចំពោះប៊ីចេងយើងប្រើចំនួន2ស្លាបព្រាបាយហើយស្ករត្នោតចាស្ករត្នោតយើងប្រើ2វែកបាយធំណាចាប្រើ2វែកបាយធំព្រោះទឹកត្រីយើងវាចង់និយាយថាយើងប្រើទឹកត្រីច្រើនដែរចាអញ្ចឹងយើងប្រើស្កររៀងច្រើនតិចចាបន្ទាប់មកយើងកូរស្ករនិងប៊ីចេងនឹងឲ្យវារលាយជាមួយទឹកត្រីចាំយើងផ្សំគ្រឿងបន្តទៀតយើងដាក់ដូចជាខ្ទឹមសខ្ទឹមក្រហមហើយនឹងម្ទេសដែលយើងច្រាំរួចហ្នឹងចាដាក់ចូលគ្នាហើយយើងកូរវិតវាទៅចាកូរវិតឲ្យវាសប់គ្នាល្បាយតែមួយអញ្ចឹងណាបងប្អូនហើយបន្ទាប់មកយើងថែមទឹកក្តៅអ៊ុនចាចំពោះទឹកក្តៅអ៊ុននេះខ្ញុំប្រើចំនួន4វែកសម្លចាហើយបន្ទាប់មកទៀតយើងចាក់ទឹកក្រូចឆ្មាយើងចូលចាក្រូចឆ្មានោះដូចបញ្ជាក់ពីដើមអញ្ចឹងខ្ញុំប្រើចំនួនកន្លះគីឡូចាហើយទឹកត្រីរបស់យើងគឺបានរួចហើយយើងចាប់ផ្ដើមមកញ៉ាំមីសួរចានេះគឺជាគ្រឿងផ្សំរបស់យើងមានប្រហិតមានខ្ទឹមក្រហមហាន់ចំណិតជាមួយនឹងការ៉ុតសរសៃអញ្ចឹងហើយសាច់ជ្រូកចិញ្ច្រាំចាយើងច្រាំឲ្យម៉ត់ទៅយើងមានជីវ៉ាន់ស៊ុយមានជីអាណាហើយនឹងពេញប៉ោះតូចអញ្ចឹងឥឡូវយើងចាប់ផ្ដើមស្រុះមីសួរពេលទឹកពុះហើយយើងស្រុះវាឲ្យទន់អញ្ចឹងហើយបន្ទាប់មកយើងស្រង់វាទុកមួយឡែកសិនហើយទឹកដែលយើងស្រស់មីសួរមិញហ្នឹងយើងបាច់ចាក់ចោលក៏បានដែរចាព្រោះវាក្តៅស្រាច់អញ្ចឹងវាពុះស្រាច់អញ្ចឹងយើងបាច់ដាំម្ដងទៀតទេយើងយកមកស្រុះសាច់របស់យើងហ្នឹងឲ្យឆ្អិនអញ្ចឹងណានិយាយទៅមុខម្ហូបមួយមុខនេះគឺងាយស្រួលមួយផ្លែបានញ៉ាំឲ្យអស់លុយតិចទៀតចាបន្ទាប់ពីយើងស្រុះមីសួរស្រុះសាច់អីឆ្អិនអស់ហើយយើងចាប់ដើមដាក់គ្រឿងផ្សំរបស់យើងចូលចាមានការ៉ុតមានប្រហិតមានខ្ទឹមក្រហមមានជីមានអីហ្នឹងបងប្អូនយើងចាក់ចូលគ្នាទាំងអស់ទៅហើយចំពោះប្រហិតហ្នឹងគឺខ្ញុំទិញគេមកពីផ្សារស្រាច់ចាគេបំពងឲ្យស្រាច់ទៅមកដល់យើងគ្រាន់តែហាន់ទៅរួចជាការស្រាច់ហើយចំពោះទឹកត្រីវិញយើងប្រើតាមចំណង់ចំណូលចិត្តយើងអាចដាក់3វែកក៏បាន4វែកក៏បាន5វែកក៏បានអញ្ចឹងណាយើងដាក់ហើយយើងភ្លក់ទៅតាមហ្នឹងទៅចាឥឡូវនេះញ៉ាំមីសួររបស់យើងគឺបានរួចរាល់ហើយចាអូយចង់និយាយថាលាយតាមហ្នឹងគឺឆ្ងាញ់ហ្មងពុកម៉ែបងប្អូនចាលាយតាមប្រមុនហ្នឹងគឺមកល្មមឆ្ងាញ់តែម្ដងអរគុណច្រើនពុកម៉ែបងប្អូនសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចប់កុំភ្លេចជួយចុច like subscribe ផងណាដើម្បីទទួលបានវីដេអូថ្មីទៀតអរគុណច្រើនបាយបាយ